Good morning បាទ hello សូមគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែលខ្ញុំបានមានវីដេអូបាទចំណេះដឹងថ្មីមួយចង់យកមកបង្ហាញជូនដល់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទដៃ Samsung ហើយបងប្អូនមួយចំនួនគាត់បានដឹងហើយថាលើទូរស័ព្ទដៃ Samsung ហ្នឹងគឺអាចបំបែកបាទមុខងារបាទកម្មវិធី2លើទូរស័ព្ទដៃតែមួយបានអញ្ចឹងបងប្អូនមួយចំនួនទៀតក៏គាត់អត់បានដឹងទេហើយក៏គាត់បានមើលវីដេអូនេះពិតជាប្លែកថាមុខងារពិសេសមែននៅលើទូរស័ព្ទដៃ Samsung នឹងគឺអាចបែកកម្មវិធី2លើទូរស័ព្ទដៃតែមួយបានណាបាទអញ្ចឹងបងប្អូនឃើញមានដូចជាបាទ Facebook 2និង Messenger 2ហើយកម្មវិធី2ទី2នេះគឺមានបាទទី1នេះគឺអត់មានពណ៌លឿងហើយមានសនៅខាងក្នុងបាទ2នេះទេណាបាទអញ្ចឹងបងប្អូនឃើញមានកម្មវិធីដែលអត់មានពណ៌លឿងនេះគឺខ្ញុំបានដំឡើងចេញពីកម្មវិធី Play Store ណាបាទអញ្ចឹងបងប្អូនឃើញកម្មវិធីដែលមានពណ៌លឿងនេះបាទគឺខ្ញុំបបែកចេញពីទូរស័ព្ទដៃ Samsung ផ្ទាល់តែម្ដងបាទគឺមានមុខងារពិសេសអញ្ចឹងណាបាទអញ្ចឹងបងប្អូនណាដែលតម្រូវការដូចជា Facebook 2 Messenger 2ឬក៏ WeChat 2ឬក៏ WhatsApp 2ហ្នឹងបងប្អូនមើលវីដេអូនេះហើយបងប្អូននឹងបាទធ្វើបានទាំងអស់គ្នាបាទឥឡូវកុំឲ្យខាតពេលវេលាបងប្អូនយូរបងប្អូនទៅមើលពីរបៀបបាទដាក់មុខងារ2ទាំងអស់គ្នាបាទ let's goបាទជាហ៊ានដំបូងបងប្អូនចូលមករកមើលសញ្ញាកូនសោមកបាទនេះបងប្អូនណាបាទអញ្ចឹងបងប្អូនមើលទៅណានេះគឺមានតែកម្មវិធីមួយទេអត់មាន2ទេណាបាទអញ្ចឹងបងប្អូនចូលមកសញ្ញាកូនសោសិនមកសញ្ញាកូនសោមានឈ្មោះថាការកំណត់និងភាសាអង់គ្លេសគេដាក់ថា setting ណាបាទអញ្ចឹងបងប្អូនចូលមករួចហើយបងប្អូនអស់ពីក្រោមឡើងលើតិចទៅរកមើលសញ្ញាដូចជាពណ៌លឿងមានសហ្នឹងសចំក្តារហើយមានលេខបូកណាអញ្ចឹងគេដាក់ថាមុខងារកម្រិតខ្ពស់អញ្ចឹងបងប្អូនចុចទៅលើហ្នឹងមករួចហើយបងប្អូនអស់ទៅមើលខាងក្រោមណាអស់ពីក្រោមឡើងលើអញ្ចឹងទៅរកមើលពាក្យថាដល់ Messenger អញ្ចឹងបងប្អូនចុចទៅលើហ្នឹងមកបានមកដល់ទីនេះបងប្អូនឃើញមានកម្មវិធី5ដែលលើទូរស័ព្ទដៃ Samsung គឺគាត់គ្រប់គ្រងឲ្យបើកមុខងារ2បានណាបាទអញ្ចឹងទូរស័ព្ទដៃផ្សេងដូចជា Oppo One គឺអត់គ្រប់គ្រងដូចថាពេលបងប្អូនបើកកម្មវិធីព្រមគ្នាទាំង5អញ្ចឹងគឺវាអត់ឲ្យទេបាទគឺបើកបានតែ2ទេឃើញ5អញ្ចឹងមែនតែបងប្អូនបើកស្របគ្នាគឺបានតែ2ទេណាបាទអញ្ចឹងលើទូរស័ព្ទដៃ Samsung នេះគឺពិសេសមែនតើណាគឺបងប្អូនចង់បើកទាំង5ព្រមគ្នាក៏បានណាបាទអញ្ចឹងខ្ញុំចង់បានបាទ Facebook 2ឬក៏ Messenger 2ខ្ញុំចុចបើកម្ដងមួយមកឧទាហរណ៍ខ្ញុំចង់បើក Facebook 2បាទអញ្ចឹងខ្ញុំចុចបើកទាំងនេះមួយមកនេះឲ្យឡើងពណ៌ខៀវមកបាទរួចហើយចុចពាក្យថាដំឡើងបាទនេះបងប្អូនបាទគឺបានកម្មវិធី Facebook 2ហើយអញ្ចឹងខ្ញុំចេញមកវិញបាទចេញមកវិញមើលបាទនេះបងប្អូនឃើញអត់គឺមាន Facebook ទី1បាទ Facebook ទី2អញ្ចឹង Facebook ទី2នេះគឺមានសញ្ញាដូចជាពណ៌លឿងហើយនៅខាងក្នុងមានវងមូលពណ៌ស2ណាបាទឥឡូវខ្ញុំទៅយកកម្មវិធី2មួយទៀតណាដូចជាបាទឥឡូវខ្ញុំតម្លើងទាំងអស់តែម្ដងណាបាទឥឡូវខ្ញុំសូមចុច Messenger បាទរួចហើយបាទចុចពាក្យថាតម្លើងមកបាទរួចហើយខ្ញុំយកកម្មវិធីបាទ WhatsApp នេះមួយទៀតរួចហើយចុចពាក្យថាតម្លើងបាទតែប៉ុណ្្នឹងទៅបងប្អូនណាបាទគឺបានតែជោគជ័យហើយអញ្ចឹងបងប្អូនចង់បាន Telegram មួយទៀតបងប្អូនគាត់តែចុចកន្លែង slash នេះបាទឲ្យឡើងចុចពណ៌កន្លែង slash ហ្នឹងមករួចហើយវាចេញពាក្យថាតម្លើងបាទអញ្ចឹងចុចទៅលើតម្លើងមកបាទតែប៉ុណ្្នឹងទៅគឺរួចរាល់អញ្ចឹងខ្ញុំសូមតម្លើងយក WeChat មួយទៀតណាបាទរួចហើយចុចពាក្យថាតម្លើងបាទឥឡូវខ្ញុំចេញមកមើលវិញណាបាទចេញមកមើលវិញខ្ញុំសូម clear ចោលអស់តែម្ដងទៅបាទនេះបងប្អូនគឺបានបាទកម្មវិធី2តែបងប្អូនតម្លើងបានតែ5កម្មវិធីទេគឺខាងទូរស័ព្ទដៃ Samsung គាត់គ្រប់គ្រងតែ5ហ្នឹងទេណាបាទអញ្ចឹងពេលបងប្អូនចង់បានបាទមុខងារបាទទូរស័ព្ទកម្មវិធី5នេះបងប្អូនចង់បានមកតម្លើង2បងប្អូនអាចទៅធ្វើការបើកតាមខ្ញុំបានណាបាទអញ្ចឹងពេលបងប្អូនបាទបើកមកហើយបងប្អូនចូលបានដូចធម្មតាដូច Facebook ដូចជា Messenger ដែលបងប្អូនដំឡើងចេញពីកម្មវិធី Play Store អញ្ចឹងណាបងប្អូនគ្រាន់តែចូលមករួចហើយបងប្អូនបញ្ចូលបាទ Gmail និងពាក្យសម្ងាត់ទៅបងប្អូននឹងធ្វើការបាទលុបចូលដូចជា Facebook បានហើយណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរបងប្អូនណាបើសិនជាមានបាទកំហុសលើសលួសបាទខុសឆ្គងត្រង់ចំណុចណាក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះសូមអរកាយជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយបាយបាយ